ប្រយ័ត្នយកបាយទៅខកព្រឹត្តិការណ៍លីហាល1000 ម៉ែត្រនៅកំពង់ចាមកែសម្រួលពេលវេលាហើយគឺកំណត់យកម៉ោង12ថ្ងៃត្រង់វិញចានៅថ្ងៃទី11ខែសីហាឆ្នាំ2025នេះរដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលពេលវេលាលីហាលកំពង់ចាម1000 ម៉ែត្រនិងជូនដំណឹងពីការផ្ដល់ជូនសេវា Wi-Fi ដោយឥតគិតថ្លៃក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាតាមរយៈសេចក្តីជូនដំណឹងរដ្ឋបាលខេត្តបានបញ្ជាក់ឲ្យបានដឹងថាដោយផ្អែកតាមស្ថានភាពចាអាកាសធាតុការដាក់បង្ហាញលីហាលនឹងត្រូវកែសម្រួលពេលវេលាចាប់ផ្ដើមពីវេលាម៉ោង12ចា12:00នាទីថ្ងៃត្រង់តទៅវិញចានៅថ្ងៃទី15ខែមេសាឆ្នាំ2025ដដែលចាគណៈលីហាលកំពង់ចាមនេះនឹងរៀបចំចាប់ពីមុខសាលាខេត្តកំពង់ចាមចារហូតដល់រង្វង់មូលផ្លូវភ្លោះចាព្រះមនីវង្សនឹងបត់តាមផ្លូវភ្លោះឆ្ពោះទៅវេទិកាអុំទូកក្រុងកំពង់ចាមដដែលចាដែលឡែករដ្ឋបាលខេត្តចាក៏បានរៀបចំផ្ដល់សេវា Wi-Fi ដោយឥតគិតថ្លៃផ្ដល់ជូនរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី14 15 16ខែមេសាឆ្នាំ2025ទៅតាមបណ្ដោយផ្លូវមុខសាលាខេត្តកំពង់ចាមរហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមនីវង្សគឺមានឈ្មោះសង្ក្រាន្ត KPC 2569